គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូមួយបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀប download account TikTok USA ដោយមិនប្រើ VPN បាទអានេះយើង down free បាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅក្នុង App Store មកហើយវីដេអូនេះបង្ហាញទៅលើប្រភេទ iOS បាទហើយយើងក៏លេខមើលកន្លែងនេះបាទយើងចូលពាក្យថា Apple ID lost 2025នេះមកយើងចូលកន្លែងហ្នឹងមកហើយបន្ទាប់ពីចូលកន្លែងហ្នឹងហើយវានឹងបង្ហាញផ្ទាំងមួយទៀតហើយបាទកន្លែងនេះយើង scan មុខមកបាទយើងចាក់សោយើងធ្វើការ scan មុខមកហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏លេខមើលកន្លែងពាក្យថា country agent នេះបាទកន្លែងហ្នឹងគឺដាក់ពាក្យថា Cambodia បាទអញ្ចឹងយើងចូលកន្លែងហ្នឹងមកបន្ទាប់ពីចូលកន្លែងហ្នឹងយើង scroll វាទៅលើបាទយើង scroll រកពាក្យថា United States ទៅបាទយើងអូសវាមកនេះបាទដល់ហើយបាទនេះ United States បាទយើងយកកន្លែងហ្នឹងមកហើយយើងចេះ continue ទៀតទៅបាទយើងចេះ continue មកហើយយើងពាក្យថា angryបន្ទាប់ចុចពាក្យថា angry ហើយវានឹងបង្ហាញកន្លែងទាំងសម្រាប់ឲ្យយើងបំពេញបាទតែសេដ្ឋានយើងយកពាក្យដានមកដាននេះគឺ free អត់អស់លុយទេបាទហើយបន្ទាប់មកយើងបំពេញបាទយើងចូលទៅក្នុង website មួយមកយើងចូលទៅពាក្យwebsite មួយហើយយើងចូលទៅវាយពាក្យថា United States address មកបន្ទាប់មកយើងចុច search ហើយយើងចូលកន្លែងនេះបាទគេដាក់ថា Big Rhythm Tool ទេបាទយើងចូលកន្លែងហ្នឹងមកបន្ទាប់ពីចូលកន្លែងហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាច copy មួយណាក៏បានដែរបាទនៅក្នុង cloud នៅវាដាក់មួយ cloud ហ្នឹងយើង copy តាមហ្នឹងមកទៅ street នេះយើង copy street នេះមកហើយយើងយកមក paste ចូលកន្លែង street កន្លែងគេឲ្យដាក់បំពេញទេបាទហើយខាងក្រោមនោះក៏ដាក់ដូចគ្នាដែរបាទហើយ city យើងទៅមើលបាទនេះ city គេដាក់Pilade Pai ទេបាទយើង copy មកយើង copy យកមកដាក់ចូលមកហើយ state នេះយើង copy មកដាក់ទៀតមកបាទយើងជ្រើសរើសមកយើងយកពាក្យដូចខាងលើហ្នឹងមិញហ្នឹងបាទយើងយកមកយើង scroll វារមកបាទនេះចុចលើហ្នឹងមក Fancy ហើយបន្ទាប់ពីចូល copy កន្លែងហ្នឹងហើយយើងទៅ copy យើងទៅមើល zip code បាទយើងវាយ zip code ចូលមកឲ្យត្រូវតាមអាស័យដ្ឋានខាងលើហ្នឹងមកបន្ទាប់ពីបំពេញហើយកន្លែង phone number នេះបាទយើងយក phone number ហ្នឹងមកហើយបញ្ជាក់បន្តិចយើងអាចបង្កើតបានព្រោះយើងមាន Apple ID មួយសម្រាប់ប្រើនៅក្នុងទូរស័ព្ទនោះដែរបាទហើយ Apple ID នេះយើងប្រើបង្កើតធម្មតាមកបាទអត់អីទេហើយបន្ទាប់មកយើងចុចធ្វើការ next ទៀតបាទអូអត់ត្រូវបាទដោយសារទូរស័ព្ទយើងវាយខុសបាទខាងមុខនេះយើងអត់ដាក់លេខ1អញ្ចឹងទេបាទអញ្ចឹងយើងធ្វើការហាស់វាមកកន្លោនដំបូងហ្នឹងហើយយើងវាយលេខ3ខ្ទង់ដំបូងហ្នឹងមកនិយាយចាំទៅយើងវាយលេខទៅក្នុងកន្លោនទាំងអស់ហ្នឹងវាយឲ្យពេញនៅក្នុងកន្លោនហ្នឹងដែរបាទយើងវាយមកហើយបន្ទាប់មកយើងចុចដានមកយើងរយចាំបន្តិចទៅបាទឥឡូវរួចរាល់ហើយបាទវាលោតចេញហើយបាទឃើញនៅកន្លែង country region នេះវាដាក់ United States ហើយបាទវាដាក់ United States បាទរួចរាល់ហើយយើងចុចដានទៀតមកហើយបន្ទាប់ពីចុចដានអញ្ចឹងហើយយើងធ្វើការកលេចមើលនេះអានេះTikTok ធម្មតានេះបាទ TikTok ខ្មែរដែលខ្ញុំធ្វើការ download ទៅប្រើ
ប្រទេសកម្ពុជាបាទអានេះ TikTok របស់ TikTok នេះបាទវាដាក់ 18M ណា 16M 18M នេះបាទយើងមើលកន្លែងផ្កាយនេះបាទអានេះ TikTok របស់ USA បាទហើយបើសិនជាពុកប៉ែបងប្អូនអរគ្នាកលេចមើលទៅបើសិនជាខ្ញុំមាន TikTok ខ្មែរដល់ទៅ2ខ្ញុំ down មួយទៀតក៏វាអត់ចូលដែរបាទអញ្ចឹងអានេះ TikTok USA យើង down បានបាទហើយយើងរងចាំតិចទៅហើយវីដេអូក្រោយនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការបង្កើត TikTok USA បាទឥឡូវពេញហើយបាទយើង down បានជោគជ័យហើយបាទហើយយើងចាំមើលខ្ញុំយក TikTok នេះ USA នេះយកទៅយក TikTok USA យកទៅដាក់ក្បែរ TikTok ខ្មែរបាទឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលបាទហើយពុកម៉ែបងប្អូនគ្នាកុំភ្លេចការបង្ហាញនេះគឺទៅលើទូរស័ព្ទ iOS បាទអានេះរួចរាល់ហើយបាទនេះ TikTok ខាងលើ TikTok ខ្មែរខាងក្រោម USA បាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាមដានទាំងអស់គ្នាកុំភ្លេចជួយចុច like និង subscribe channel របស់ខ្ញុំមួយផងបាទសូមអរគុណ